សាខាការកបាក្រហមកម្ពុជាខេត្តកំពង់ចាមនាំយកអំណោយសម្ដេចគតិព្រះបណ្ឌិតប៊ុរនីហ៊ុនសែនផ្ដល់ជូនភរិយាវីរៈកងទ័ពជួរមុខសម្រាប់កូនពីរគ្រួសារនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមនាព្រឹកថ្ងៃទី30ខែធ្នូឆ្នាំ2025នេះឯកឧត្តមអ៊ុនចិនដាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបានចាត់ឲ្យលោកជំទាវប៉ាងដានីអនុប្រធានអចិន្ត្រៃយ៍សាខានិងជាប្រធានក្រុមការងារអិសរាជជនឆ្នើមថ្នាក់ជាតិថ្នាក់សាខានិងសហការីរួមដំណើរដោយនាយកសាខាបានអញ្ជើញចុះសួរសុខទុក្ខភរិយាកងទ័ពជួរមុខចំនួន2គ្រួសាររួមមានអ្នកស្រីសៀងចន្ទាអាយុ41ឆ្នាំជាភរិយាកងទ័ពជួរមុខទិសឧត្តរមានជ័យបានភៀសខ្លួនមករស់នៅស្រុកកំណើតស្ថិតនៅក្នុងភូមិបណ្ដុងពោឃុំក្រឡាស្រុកកំពង់សៀមនិងភរិយាកងទ័ពជួរមុខមួយគ្រួសារទៀតឈ្មោះអ្នកស្រីវីច័ន្ទមួយលីអាយុ24ឆ្នាំបានភៀសខ្លួនមកនៅភូមិកោះរកាស្រុកកំពង់សៀមជាភរិយារបស់យោធិនឈ្មោះឯកវិឆ័យជាកងទ័ពជួរមុខនៅទិសឧត្តរមានជ័យដែលបានច្បាប់ពីអង្គភាពមកកំដរប្រពន្ធមួយរយៈលោកជំទាវប៉ាងដានីបាននាំយកបណ្ដាំផ្ញើសារសួរសុខទុក្ខដោយក្តីនឹករលឹកនិងអាណិតអាសូរបំផុតពីឯកឧត្តមអ៊ុនចិនដាប្រធានគណៈកម្មាធិការសាខានិងឯកឧត្តមសិទ្ធិបណ្ឌិតនេតសាវឿនប្រធានកិត្តិយសសាខាជាពិសេសពីសម្ដេចគតិព្រះបណ្ឌិតប៊ុរនីហ៊ុនសែនប្រធានកាកបាទក្រហមដែលក្នុងតួនាទីជាអិសរាជជនឆ្នើមថ្នាក់ជាតិសម្ដេចប្រធានតែងតែបានណែនាំឲ្យក្រុមការងារអិសរាជជនឆ្នើមថ្នាក់ជាតិថ្នាក់សាខានិងបណ្ដាញការងារគ្រប់ថ្នាក់យកចិត្តទុកដាក់ជួយដោះស្រាយសម្រាប់ទុក្ខលំបាកដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះក្នុងនោះត្រូវផ្ដោតជាសំខាន់ទៅលើគ្រួសារកងទ័ពជួរមុខនិងពលរដ្ឋភិសិកពិសេសការគាំពៀសុខភាពមេត្តាទារកនិងកុមារដោយមិនរើសអើងស្ថិតនៅក្នុងពេលនោះលោកជំទាវប៉ាងដានីក៏បានផ្ដល់អំណោយរបស់សម្ដេចគតិព្រះបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាជូនគ្រួសារកងទ័ពទាំងពីរគ្រួសារក្នុងមួយគ្រួសារទទួលបានម្សៅទឹកដោះគោសម្ភារៈខោអាវទារកហីតស្ត្រីមួយឈុតផ្លែឈើស្រស់មួយកន្ត្រកនិងថវិកាចំនួន1លានរៀលផងដែរបាទតាមការឲ្យដឹងពីនាយកសាខាកាកបាទក្រហមខេត្តកំពង់ចាមបានបញ្ជាក់ផងដែរថាភរិយាវីរៈកងទ័ពជួរមុខទាំងពីរនាក់បានមកសម្រាកនិងសម្រាលកូនដោយសុវត្ថិភាពបានមួយនាក់និងម្នាក់ទៀតកំពុងត្រៀមខ្លួនសម្រាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដែលសេវាព្យាបាលនិងសម្រាលជាបន្ទុកមន្ទីរពេទ្យ